ជំរាបសួរបាទក្រោយចាប់ពីចូលឆ្នាំមកឡូវត្រឡប់មកធ្វើការជាធម្មតាបងប្អូនហើយក៏មានមនុស្សថ្មីផ្លេចជូនបងប្អូនទៀតបាទថ្ងៃនេះដែរក៏ត្រីធូណាចូលមកថ្មីបាទក៏ចាប់ផ្ដើមថតឲ្យបងប្អូនមើលបាទតែពីយើងចូលមកយើងចាប់ផ្ដើមយកថងយកអីចេញបាទនេះហោះមកពីជប៉ុនត្រង់តែម្ដងបាទបងប្អូនហើយក៏ទម្ងន់មកវាប្រហែលជាចូល3គីឡូជាងបាទខ្ញុំក៏វាសរសៃឈាមសរសៃអីចេញដូចសពដងបាទហើយក៏ជាបំបែកជាដុំដើម្បីសម្រាប់ទុកធ្វើសាស៊ីមីហើយនឹងស៊ូឈីបាទតែពីខ្ញុំហាន់ដុំហើយខ្ញុំក៏ទុកមកដុំបាទបងប្អូនទុកមកដុំដើម្បីកាត់ធ្វើជាសាស៊ីមីហើយដាក់ចានដាក់ផ្សិត truffle ឲ្យពីលើទៅក្នុងនោះឌីគឺវាស្អាតហើយខ្ញុំនឹង smoke ជាមួយនឹង rosemary បាទ rosemary ហើយនឹងឈើរបស់ជប៉ុនដើម្បីយកក្លិន rosemary ជាមួយនឹងឈើរបស់ជប៉ុនបាទអបវាទុករយៈពេលជាកន្លះនាទីចូល1នាទីដែរបាទខ្ញុំក៏ចាប់ផ្ដើមឌីគឺចានដាក់មាសដាក់អីចូលតិចបាទហើយក៏ចាប់ផ្ដើមយក rosemary ដាក់ចូលទៅក្នុងម៉ាស៊ីនសិនបាទហើយចាំដាក់កតិចឈើតាមក្រោយចាប់ផ្ដើមបាញ់ភ្លើងហើយក៏ចុចឲ្យវាបឺតផ្សេងចូលបាទហើយក៏បាញ់ផ្សេងចូលទៅក្នុងចានហើយយកកែវមកគ្របទុកបាទដើម្បីផ្ងំផ្សេងវាទុករយៈពេលមួយសន្ទុះក៏ចាប់ផ្ដើមបើកមកហុយផ្អងបាទបងប្អូនហើយក៏មានក្លិនផ្សេងក្លិនស្មូកបាទហើយអរគុណបងប្អូនទាំងអស់គ្នា